បងប្អូននេះគឺជាប្រភេទតង់កូរ៉េធម្មតាណាបងប្អូនបាទប្រភេទតង់នេះគឺតម្លៃធូរថ្លៃហើយយើងប្រើប្រាស់គុណភាពមកសមល្មមដែលយើងយកទៅអាចប្រើប្រាស់សម្រាប់ធ្វើការដាំចកសាឡាឬក៏ស្តុកទឹកចិញ្ចឹមខ្យងអង្គកែបបកងបកីអីអាចបានមួយឈុតបងប្អូនគាត់ថាបើឲ្យវាធន់ជាមួយដូចប្រភេទតង់ UV គឺធន់អត់បានទេបងប្អូនដោយសារពួកតង់អស់នេះបើសិនបើយើងប៉ះទឹកគឺនៅស្វិតបានធន់បានល្អហើយបើផ្ទៃដែលប៉ះថ្ងៃគឺអត់អាចធន់បានយូរទេបាទប៉ុន្តែបើដាក់ក្នុងម្លប់គឺបានយូរបងប្អូនដាក់ក្នុងម្លប់យើងចិញ្ចឹមនៅក្នុងម្លប់គឺបានយូរមែនទែនតែបើយើងយកទៅធ្វើអាងចិញ្ចឹមនៅហាលថ្ងៃគឺអត់បានទេគឺបានរយៈពេលតែ1ឆ្នាំជាងនេះធ្វើយ៉ាងបងប្អូនបាទទៅតង់នេះណាតែគុណភាពរបស់វាគួរសមបើសិនបើយើងប្រើក្នុងម្លប់បាទហើយតម្លៃរបស់វាក៏ទទួលយកបានធំរំល្មមបងប្អូនបាទសម្រាប់តង់នេះគឺទៅលេខ1ហើយតែលក់ដាច់ជាងគេបងប្អូនប្រភេទតង់នេះគឺលេខ1ដែលលក់ដាច់ជាងគេព្រោះប្រភេទតង់នេះទាំងតម្លៃទាំងគុណភាពមកសមរម្យណាហើយសម្រាប់ក្រុមការងារខាងបងប្អូនគឺយើងដេបងប្អូនណាបាទយើងដេ2ជាន់ណាហ្នឹងហើយដេ2ជាន់ខាងតង់ខាងក្រុមការងារទៅដេទាំងអស់ព្រោះនេះគឺក្បាច់ដែលយើងដេណាបងប្អូនបាទយើងដេ2ជាន់ហើយយើងកាប់លេបងប្អូនណាបាទហើយក៏មានតង់បងប្អូនខ្លះក៏អ៊ុតបាទពីមុនក៏យើងមានតង់ប្រភេទអ៊ុតដែរដោយសារតែម៉ាស៊ីនអ៊ុតយើងមានបញ្ហាក៏យើងអត់បានអ៊ុតទេគឺយើងដេវិញអាដេក៏ល្អអ៊ុតក៏បានបងប្អូនតែតង់នេះគឺអត់ជ្រាបទឹកទេបងប្អូនតែមានដូចជាប្រភេទតង់ដេតាមទីផ្សារមួយចំនួនដែលគាត់តគ្នាដោយការដេណាបើតគ្នាដោយការដេយើងយកដាក់ទឹកអត់កើតទេបងប្អូនយើងមានម៉ាស៊ីនក្នុងការអ៊ុតភ្ជាប់គ្នាល្អវាអត់មានជ្រាបទឹកទេគឺយើងអាចស្តុកទឹកដាំដំណាំចំសត្វបានទៅតាមនេះណាបងប្អូនដែលត្រូវការអាចចាត់តងបានបាទចូលឆាតលេខទូរស័ព្ទបាទបងប្អូន